ចាប់ផ្ដើម2013ឡើងគឺពេលដែលធីមនឹងកំពុងតែវាយជាមួយនឹង Johnny ខ្លាំងខ្លាយដែល Johnny ខ្លាំងខ្លាយបានប្រើ Horseshoe ដើម្បីគប់ទៅលើធីមកន្លែងខ្ញុំសុំនិយាយតិចអា Horseshoe ហ្នឹងខ្ញុំអត់ដឹងខ្មែរគេហៅអីគេទេប៉ុន្តែអាហ្នឹងដូចស្បែកជើងដាក់អីសេះហើយណាគេអាសាមើលវីដេអូគេនិយាយពីសេះឬក៏មើលគេប្រណាំងសេះឃើញគេតែងតែដូរអាហ្នឹងឲ្យជើងសេះអញ្ចឹងហើយនៅពេលដែលគប់មកធីមគាត់បានចាប់ជាប់តែគាត់ក៏សង្កត់ឃើញថាក្បាលគាត់គឺចេញឈាមបន្តិចដែរហើយអាចោនេះខ្លាំងខ្លាយនឹងដោយសារតែវាភ័យពេកវាក៏រត់ចូលប្រឡោះឈើងាប់មួយដែលមានសត្វប្រឡាហើយធីមគាត់ឃើញអញ្ចឹងគាត់ក៏ខ្ជិលដេញដែរដោយសារតែត្រូវប្រៀបចំខ្លួនដើម្បីប្រណាំងសេះទៀតធីមគាត់ថារនឹងចាក់ចេញហើយប៉ុន្តែគាត់ក៏ឃើញថាមានថ្មមួយដែលនៅផ្លូវអាចោនេះខ្លាំងខ្លាយនឹងទៅអញ្ចឹងហើយច្បាស់ណាស់តែពេលអាចោនេះខ្លាំងខ្លាយនឹងទៅផុតវានឹងឡើងលើអាថ្មតូចៗនឹងដើម្បីទៅដល់សេះវាហើយអញ្ចឹងហើយធីមគឺមិនអាចឲ្យអាចោនេះខ្លាំងខ្លាយនឹងរត់គេចខ្លួនបានទេហើយគាត់ក៏បានប្រើថាមពល stand របស់គាត់ដែលវាធ្វើឲ្យខ្លួនគាត់នឹងអាចបដូរទៅជាខ្សែមិនទេដែលមើលទៅដូចខ្សែគោហើយគាត់ក៏បានធ្វើឲ្យខ្សែនឹងហោះឆ្លងចូលអាព្រៃបលានឹងហើយក៏បានតាក់ជាប់គោវាតែម្ដងហើយធីមក៏សួរអាចោនេះខ្លាំងខ្លាយថាហើយចង់ចេញមកខ្លួនឯងឬក៏ចង់អញទាញឲ្យទៅតែអាចោនេះខ្លាំងខ្លាយគឺរឿងក្បាលមែនតើគឺវាចង់ទាញកវិតនឹងយកមកកាត់ខ្សែនឹងចេញទៀតថានឹងកាត់ខ្សែហ្នឹងស្រាប់តែមានដៃមួយលុកមកចាប់ដៃវាដែលវាឆ្ងល់មែនតើជួយដៃស្អីគេហើយឥឡូវវាទើបតែចាប់អារម្មណ៍ទេថាអាខ្សែដែលចាប់វាមកហ្នឹងគឺមានជាប់ម្រាមដៃជាប់ដៃមកទៀតដែលនេះហ្នឹងឯងគឺជាធម្មពល stand របស់ធីមដែលគាត់អាចផ្លាស់ប្ដូររាងកាយរបស់គាត់ហ្នឹងទៅជាខ្សែបានហើយធីមក៏បានប្រើដៃគាត់មកខាងទៀតដែលចាប់លើអាចោនេះខ្លាំងខ្លាយហ្នឹងគឺម៉ាត់វាចូលកណ្ដាលមុខតែម្ដងដែលចោនេះខ្លាំងខ្លាយវាទៅដឹងទេថាអាខ្សែដែលជាប់ដៃហ្នឹងគឺជាដៃរបស់ធីមហើយគាត់ក៏នឹកឃើញថាអ្នកដែលចូលទៅដល់ភ្នំបណ្ដាសាហ្នឹងគឺជាធីមមានន័យថាធីមហ្នឹងគឺជាអ្នកចូលដំបូងគេហើយវាទៅដឹងទេថាអាប៉ែដែលពងដេញតាមវាហ្នឹងគឺ Mountain Team តែអាចោនេះខ្លាំងខ្លាយហ្នឹងវាអត់ទាន់អត់ល្បិចទេគឺដោយសារតែមុននឹង Mountain Team គាត់ចូលមកដេញតាមហ្នឹងគឺគាត់រើសបានបែកជើងសេះមួយអញ្ចឹងហើយបែកជើងសេះគឺជារបស់អាចោនេះខ្លាំងខ្លាយហ្នឹងឯងដល់ពេលអញ្ចឹងទៅធ្វើឲ្យគាត់ហ្នឹងគឺអាចនឹងមានគ្រោះថ្នាក់ដោយសារតែធម្មពលរបស់វាគឺពាក់ព័ន្ធនឹងដៃហើយដោយសារតែធីមទាញមុខអាចោនេះខ្លាំងខ្លាយនឹងខ្លាំងពេកធ្វើឲ្យមុខរបស់វាអាយ៉ាខ្សាច់ខ្ទេចដែលចេញមុខពើរបស់វាមកគឺតកោប៊ុំប៉ុន្តែដោយសារតែអាតាហ្នឹងគឺមានកវិត2អញ្ចឹងហើយវាក៏បានកាត់ខ្សែហ្នឹងហើយរត់ចេញបាត់ទៅរីឯធីមវិញគឺគាត់បានមើលដឹងមុខរបស់វាទេហើយគាត់ក៏សន្មតថាអ្នកដែលរត់ទៅហ្នឹងគឺ Johnny Joestar បន្ទាប់ពីរត់ផុតមកវាក៏បានទៅជួបកូនវាវិញហើយក៏បានប្រាប់ថាវាបានភ្ជាប់សារជាតិដៃចូលខ្លួនចៃរោហើយអញ្ចឹងមានន័យថាបើសិនជាចៃរោ Johnny និង Mountain Team ជួបគ្នាពួកគេនឹងស្រូបចូលគ្នាដូចជាដៃចោអញ្ចឹងហើយនឹងបែកសាច់ខ្ទេចឈុតក៏បានមកកាត់ចៃរោនិង Johnny វិញដែរកំពុងតែរត់ពីអាឪកូន3នាក់នឹងហើយពួកនឹងគឺវាភ័យខ្លាំងមែនតើខ្លាចបងមកតន់តែកំពុងតែជិះពួកគេឃើញថាមានតែគេដេញតាមគាត់ប៉ុន្តែគាត់ក៏គិតថាប្រហែលជាពណ៌តកោប៊ុំប៉ុន្តែ Johnny ពេលគាត់មកម្ដងទៀតគឺមិនមែនទេនោះគឺ Mountain Team ហើយចៃរោក៏ប្រាប់ Johnny ថាគឺមិនអាចឲ្យអាមួយនឹងមកចិត្តយើងបានទេព្រោះខ្លាចវាធ្វើអីដាក់យើងដូចជាអា3នាក់នោះទៀតប៉ុន្តែនៅក្នុងការគិតរបស់ Team វិញគាត់គិតថា Johnny Joestar ហ្នឹងគឺជាឃាតករសម្រាប់មនុស្ស3នាក់ហើយនឹងគាត់បានប្រើធម្មពលពិសេសរបស់គាត់ហ្នឹងដើម្បីសម្លាប់ហើយបើសិនជាគាត់ដេញ Johnny នឹងអត់ទាន់ទេគាត់នឹងដាក់ថ្លៃក្បាលលើ Johnny រកគេហៅថា bounty ហើយចៃរកគាត់ឆ្ងល់មែនតើជួយសេះអាមួយនេះជីលឿនម៉េះមកផ្លែតគឺចិត្តដល់ពួកគេបាត់ហើយប៉ុន្តែកំពុងតែរត់សុកសឹងនឹងចោនេះក៏ស្រាប់តែមានអារម្មណ៍ថាភ្នែកគាត់មកជាហៀងដូចវាត្រូវអីទាញមិនទេដែលវាពិតជាចម្លែកខ្លាំងមែនតើដែលគាត់កំពុងតែនិយាយពយោចៃរថាអីទាំងអស់ហ្នឹងគឺមិនដូចពួកគេគិតទេហើយពួកយើងក៏មិនអាចយល់បានដែរព្រោះថាយើងកំពុងតែរត់និយាយមិនទាន់ចប់ហងស្រាប់តែមុខគាត់ត្រូវបានគេទាញទៅក្រោយបាត់ដែលសារធាតុដែកនិងមុខដែលជាប់ដែករបស់ចោនេះគឺត្រូវបានទាញទៅក្រោយហើយធ្វើឲ្យគាត់ធ្លាក់ទៅពីលើសេះដែលវាគ្មានស្នាដៃណាគេក្រៅពី3នាក់នេះដែរពួកឪកូន3នាក់ក៏នាំគ្នាសោយយ៉ាងខ្លាំងហើយវាក៏ចង់ទៅមើលចិត្តថាពួកអានឹងសោកជោគគ្នាបែកសាច់មិនដែលចោនេះក៏ឆ្ងល់មែនតើថាកាលពីកាលមកគាត់ប៉ះដែកឆក់ពួកអានឹងព្រោះថាក៏អត់ទាន់បានប៉ះអីទេ